សួស្តីសិស្សនិស្សិតទាំងអស់ថ្ងៃនេះលោកគ្រូនឹងលើកយកមេរៀនទី7បាទការគ្រប់គ្រងទៅលើ Windows Tool បាទគេហៅថា Management of Windows Tool បាទអញ្ចឹងក្រោយពីសិក្សាមេរៀននេះចប់សិស្សនិស្សិតនឹងមានសមត្ថភាពអាចចេះប្រើប្រាស់ Windows Administrative Tool ដើម្បីធ្វើការបាទប្រតិបត្តិការទៅលើប្រព័ន្ធគ្រប់គ្រងបាទដើម្បីឲ្យវាមានគុណភាពក៏ដូចជាការប្រើប្រាស់ទៅលើ user account ហើយនឹងចេះអនុវត្តទៅលើបាទគេហៅថា system utility ដូចជា system information ms config registry edit mmc ហើយនឹង dx បាទ diag ហើយនឹងមានសមត្ថភាពអាចបាទគ្រប់គ្រងទៅលើ disk ហើយ manage disk volume disk ហើយនឹង file system ដោយប្រើប្រាស់ disk management ក៏ដូចជាការប្រើប្រាស់ command line interface CLI command ហើយនឹងចេះដំឡើងចេះកំណត់ចេះ update uninstall ទៅលើកម្មវិធីដោយប្រើប្រាស់ Windows Tool ឲ្យបានត្រឹមត្រូវនិងចុងក្រោយគឺចេះប្រើប្រាស់ Windows command line គេហៅ CMD ហើយនឹង PowerShell បាទសម្រាប់ file ក៏ដូចជា disk system ហើយនឹង network taskបាទនៅក្នុងមេរៀនទី7នេះដែរបាទមាតិកាដែលនឹងសិក្សាបាទនៅក្នុងមេរៀននេះគឺទី1សិក្សាទៅលើ administrative tool បាទការប្រើប្រាស់ tool ក្នុងនោះមានដូចជា computer management event viewer local user group performance monitor service print management ហើយនិង windows memory diagnostic event viewer log system security ហើយនិង application event ជាមួយនឹង level ដូចជាបាទ information warning error ហើយនិង critical ហើយនឹងចំណុចទី2យើងសិក្សាលើ system utility ចំណុចទី3យើងនឹងសិក្សាទៅលើ disk management utility បាទចំណុចទី4នឹងសិក្សាទៅលើការដំឡើងហើយនឹងការគ្រប់គ្រងទៅលើ application ទី5យើងនឹងសិក្សាទៅលើ command line tool ទីបាទ command line tool នៅក្នុងនោះមានដូចជា PowerShell ដែលវា support scripting ហើយនឹងបាទ CMD labs បាទ CMD provide នៅបាទការគ្រប់គ្រងបែបបុរាណការប្រើប្រាស់ command នៅក្នុងនោះមានដូចជា dir cp copy x copy robo copy check disk disk path បាទហើយនឹងផ្សេងបាទ